Khi dương nè lụa online thôi ở nơi pe để nhiều có tay để số tầm lại đã đài nơi không video đại dương màn phó nữa hai video mới ní sẽ là một ôn đọc như đầm bay mà càng nghe xuống đó khi dương nè lụa online nữa hai muốn được cho được không video một ôn complete cho nơi subscribe cho này YouTube bao nhiêu mùi ní phóng đầm bay từ tụ ban nơi trong này đăng mấy mấy rồi mùi có tịnh nick xem tại tao trong Facebook page rồi mùi có ca lụa online trong này ok chắc mong ôn cho một không Facebook page របស់បងប្អូនដែលចង់ដាក់នឹងមកហើយបងប្អូនងាកមកខាងឆ្វេងដៃបងប្អូនឃើញពាក្យ Meta Business Suite ហើយបងប្អូនចុចមកវានឹង load tab មួយគឺ Meta Business Suite នៅក្នុងហ្នឹងវាមានcategory ជាច្រើនតែបងប្អូនចូលមកក្នុងកន្លែងពាក្យ inbox នេះអូខេនេះគឺ chat របស់ភ្ញៀវឥឡូវខ្ញុំចូលមកកន្លែង comment ខ្ញុំមើលតើគាត់តែងតែជួយខ្លះនេះគាត់សួរថាតម្លៃប៉ុន្មាននេះញ៉ាត់ហ្នឹងគឺសិតតែភ្ញៀវគាត់សួរដូចជាដុល្លារដូចជា how much បងអីចឹងបងប្អូនដើម្បីបង្កើតការងារស្រួលហ្នឹងនេះបងប្អូនគ្រាន់តែចូលមកនេះ available នេះហើយបងប្អូនយកពាក្យ add elevate message យកពាក្យហ្នឹងមកអូខេបន្តមកទៀតវា load tab មកវាចូលមកកន្លែងនេះដឹងថាវាមិនវាចូលមកលោតមកអូតូហ្នឹងហ្មងតែបងប្អូនមិនចូលហ្នឹងឯងបងប្អូនចូលកន្លែងនេះអូតូនេះចូលកន្លែងហ្នឹង automation ហ្នឹងហើយបងប្អូនរកពាក្យនេះ comment to message អាហ្នឹងមានថាវា reply នៅ comment ដែលភ្ញៀវគាត់តែងតែសួរតែងតែ comment នៅក្នុង post របស់យើងវាលោតទៅក្នុង private message របស់យើងហើយអញ្ចឹងបងប្អូនចុចពាក្យ try នេះមកអូខេអាហ្នឹងយើងដាក់ឈ្មោះឲ្យវាមកថាយើងដាក់ឲ្យខ្ញុំឧទាហរណ៍មិញតាក់ទងទៅនឹងSinifa ហ្នឹងហើយខ្ញុំដាក់វីតាមីនអីចឹងទៅវីតាមីនអូខេខ្ញុំដាក់ចឹងមកហើយមួយទៀតកន្លែងនេះគឺបងប្អូនរកពាក្យភ្ញៀវគាត់ដែរតែងតែសួរនៅក្នុង comment ឥឡូវខ្ញុំចូលមកក្នុងកន្លែង business vision កន្លែង comment ដំបូងនេះខ្ញុំចូលហើយខ្ញុំចូលមកនេះបងប្អូនចូលមកក្នុងកន្លែង comment ណាពាក្យណាដែលគាត់តែងតែសួរប្រយ័ត្ន how much បងសញ្ញាដុល្លារតម្លៃបោះដុំអីចឹងចឹងបងប្អូនយកអាពាក្យណាដែលគាត់ពេញនិយមហ្នឹងយកមកដាក់នៅក្នុងនឹងមកហ្នឹងដូចជា keyword មួយថាពេលដែលភ្ញៀវ comment តាក់ទងនឹង keyword ហ្នឹងទៅវា load auto មកហ្មងបើអត់មានតាក់ទង keyword ទេវា load ទេឥឡូវខ្ញុំយក keyword មួយចំនួនឬមួយក៏សញ្ញានេះមើលលក់មិនបងឥឡូវខ្ញុំយកពាក្យនេះមួយខ្ញុំ copy មកខ្ញុំផាសឥឡូវខ្ញុំ enterអញ្ចឹងពាក្យហ្នឹងវានឹង load មកហើយជាមួយខ្ញុំរកពាក្យមួយទៀតយកឲ្យបាន10អីមកបងប្អូនតម្លៃឥឡូវខ្ញុំយកពាក្យតម្លៃមួយទៀតអូខេខ្ញុំយកពាក្យ how much បងអាហ្នឹងបើសិនជាបង្កើតការងាយស្រួលមួយទៀតណាបងប្អូនអាចដាក់ជាកូដដាក់កូដអក្សរថាឬមួយក៏ដូចគេតែងនៅក្នុងវីដេអូបងប្អូនគ្រាន់តែ comment ពាក្យ yes អត់តែយើងដាក់តែពាក្យ yes ទៅវានឹង load ព័ត៌មានផ្សេងចូលទៅ private ហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យព្រោះគេថាតែនៅក្នុងនេះវាតែគេស្វែងសួរតម្លៃអញ្ចឹងខ្ញុំដាក់ប៉ុណ្ណឹងមក how much បងខ្ញុំដាក់ 4-5 ទៀតសិនតម្លៃខ្ញុំដាក់សញ្ញានេះមួយទៀតវាឲ្យទេនេះឲ្យដែរអូខេជាមួយខ្ញុំរកមើល comment ផ្សេងទៀតសិនអូខេឥឡូវតើតើនឹង keyword ផ្សេងខ្ញុំដាក់ប៉ុណ្ណឹងហើយចម្លើយគឺត្រូវដាក់ឲ្យសមស្របនឹង keyword យើងដាក់គេសួរលោកមិនតម្លៃអញ្ចឹងយើងប្រកាសជាប្រាប់តម្លៃត្រូវអត់អញ្ចឹងយើងត្រូវទៅសេទុកមកខ្ញុំ copy ស្រាប់ហ
ហើយខ្ញុំយកមកដាក់កន្លែងនេះ private message ខ្ញុំផាសមកអញ្ចឹង load មកហើយអូខេឥឡូវមកបន្ទាប់ទៀតកន្លែងចុងក្រោយគឺ send you a message អាហ្នឹងនៅពេលដែលយើង comment នៅពេលដែលភ្ញៀវ comment អាហ្នឹងយើងដូចយើង reply ទៅភ្ញៀវអញ្ចឹងយើងដាក់ពាក្យសូមពិនិត្យអូខេប្រអប់សារអូខេឥឡូវយើងដាក់ពាក្យសូមពិនិត្យប្រអប់សារប៉ុណ្ណឹងមកអញ្ចឹងបងប្អូនគាត់ sell មករួចជាស្រេចហើយអូខេអូខេអញ្ចឹងបានអញ្ចឹងចាំមើលខ្ញុំសាកល្បងឲ្យបងប្អូនមើលថាវាការងារហ្នឹងវាដើរបែបម៉េចខ្ញុំបើក account Facebook ខ្ញុំមួយមកអូខេឥឡូវខ្ញុំយក account របស់ខ្ញុំសាកទៅក្នុង comment នៅក្នុង page មួយខ្ញុំរកពាក្យដុល្លារហើយពាក្យដុល្លារមើលតើវាលុតអីឲ្យអត់រងចាំបន្តិចអូខេនេះបងប្អូននៅពេលវា load ដុល្លារគឺវា load មកឲ្យចែកហ្មងឃើញអត់បងប្អូននេះឥឡូវខ្ញុំដាក់ពាក្យផ្សេងមួយទៀតខ្ញុំដាក់ពាក្យដែលយើងបានដាក់នៅក្នុងហ្នឹងអានេះខ្ញុំសាក់ផុសមួយទៀតតើវាដំណើរការអត់អូខេខ្ញុំដាក់នៅក្នុងផុសមួយនេះអូខេគឺវា load មកដូចគ្នាគឺតើតើនឹងតម្លៃឬមួយក៏អីផ្សេងៗហ្នឹងគឺវា load ឲ្យមកអញ្ចឹងមកវីដេអូយើងមានតែប៉ុណ្្នឹងទេសម្រាប់ចម្ងល់ផ្សេងៗបងប្អូនអាចឆាតចូលតាម Telegram បាន